រឿងផ្កាតាមដងផ្លូវនិងក្អមប្រេះកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះនីសុខរស់នៅក្នុងខ្ទមតូចមួយនាជីភូមិជារៀងរាល់ថ្ងៃនៅពេលដែលសំឡេងមាន់រោដាស់អ្នកភូមិឲ្យភ្ញាក់ពីដំណេកនីសុខតែងតែក្រោកឡើងទាំងទឹកមុខញញឹមទោះបីជាការងាររបស់គេនេះជាការងារធ្ងន់ដែលត្រូវប្រើកម្លាំងបាយក៏ដោយរបរចិញ្ចឹមជីវិតតែមួយគត់របស់គេគឺការរែកទឹកពីទន្លេយកទៅលក់ឲ្យសេដ្ឋីម្នាក់ដែលរស់នៅឯកណ្ដាលភូមិនាយសុខមានអំរែកមួយដែលចងភ្ជាប់ដោយក្អមដីដុតពីរយ៉ាងធំជារៀងរាល់ព្រឹកគេត្រូវដើរចេញជិត3 គីឡូម៉ែត្រកាត់តាមវាលស្រែដ៏ក្តៅហួតហែងដើម្បីទៅដល់មាត់ទន្លេនៅទីនោះគេបានដាក់អំរែកចុះរួចអោនដួសទឹកទន្លេដល់ត្រជាក់មកចាក់បំពេញក្អមទាំងពីររហូតដល់ពេញមាត់ក្នុងចំណោមក្អមទាំងពីរនោះក្អមខាងស្ដាំមានរូបរាងស្អាតរឹងមាំនិងមានមោទនភាពខ្លាំងណាស់វាតែងតែសម្លឹងមើលទៅក្អមមួយទៀតដោយកែវភ្នែករំពៃរួចនិយាយអួតអាងថាឯងមើលអញចុះម្ចាស់រែកអញយ៉ាងណាក៏ទឹកមិនកំពប់ដែរអញជួយឲ្យម្ចាស់បានប្រាក់ពេញលេញចំណែកឯងវិញចាំមើលទៅដើរមិនទាន់ដល់ភូមិផងទឹកហូរចេញអស់ពាក់កណ្ដាលបាត់ទៅហើយក្អមខាងឆ្វេងជាក្អមដែលមានចំណាស់ជាងគេហើយនៅផ្នែកចំហៀងរបស់វាមានស្នាមប្រេះតូចមួយនៅពេលដែលនីសុខលើកអំរែកដាក់លើស្មារួចចាប់ផ្ដើមបោះចំហៀងដើរចេញពីមាត់ទន្លេសម្ពាធទឹកបានធ្វើឲ្យទឹកជ្រាបចេញតាមស្នាមប្រេះនោះម្ដងបន្តិចម្ដងបន្តិចរាល់ពេលដែលនីសុខដើរបាន1 គីឡូម៉ែត្រទឹកនៅក្នុងក្អមប្រែជាឆាប់ផ្ដើមស្រកមកតក់មកលើដីពេលដែលបាន2 គីឡូម៉ែត្រទឹកដែលធ្លាប់តែពេញបានស្រក់ចុះនៅត្រឹមតែត្រចៀកក្អមរហូតពេលដើរទៅដល់ផ្ទះសេដ្ឋីដែលជាគោលដៅចុងក្រោយក្នុងខណៈដែលក្អមល្អនៅសល់ទឹកពេញក្អមគួរឲ្យស្រឡាញ់តែបើងាកមកមើលក្អមប្រេះវិញបែរជាសល់តែទឹកត្រឹមតែពាក់កណ្ដាលស្ទើរតែរកកម្រៃជូនម្ចាស់មិនបានសកម្មភាពដដែលនេះបានកើតឡើងអស់រយៈពេល2 ឆ្នាំពេញជារៀងរាល់ថ្ងៃនាយសុខត្រូវរែកទឹកដែលកំពប់ដោយតាមផ្លូវពាក់កណ្ដាលបែបនេះជានិច្ចក្អមល្អកាន់តែអួតក្អមប្រេះកាន់តែអន់ចិត្តវាមានអារម្មណ៍ថាវាជាវត្ថុចង្រៃដែលធ្វើឲ្យម្ចាស់ខាតកម្លាំងរែកទឹកមកទាំងលំបាកតែបែរជាកំពប់ចូលតាមផ្លូវទៅវិញវាបានត្រឹមតែអោនមុខចុះសម្លឹងមើលក្អមប្រេះរបស់ខ្លួនទាំងទឹកភ្នែកនិងសេចក្តីខ្មាសអៀនជាទីបំផុតពេលវេលាបានកន្លងផុតទៅ2 ឆ្នាំយ៉ាងលឿនប៉ុន្តែសម្រាប់ក្អមប្រេះវាប្រៀបដូចជាការជាប់គុកក្នុងសេចក្តីអន់ចិត្តរាប់សតវត្សជារៀងរាល់ថ្ងៃនៅពេលដែលនីសុខដាក់អំរែកសម្រាកក្រោមដើមឈើធំមួយមុននឹងទៅដល់ភូមិក្អមល្អដែលតែងតែមានទឹកពេញជានិច្ចនោះមិនដែលទុកមាត់ឲ្យនៅស្ងៀមឡើយវាសម្លឹងមើលទៅក្អមប្រេះដែលកំពុងហូរទឹកជ្រាបជោកខ្លួនរួចនិយាយបង្អាប់ទាំងសាច់ចំអកថាឯងមើលខ្លួនឯងក្នុងកញ្ចក់ទឹកខ្លះទៅក្អមចាស់ជរាម្ចាស់ខំរែកឯងទាំងញើសហូរសស្រាក់ដល់ដីតែឯងបែរជាយកទឹកទៅចាក់ចោលតាមផ្លូវឯងមិនខ្មាស់អញទេឬអីអញនេះទើបជាក្អមដែលមានតម្លៃពូកែហើយឥតខ្ចោះ
ចំណែកឯងគ្រាន់តែជាកាកសំណល់ដែលចាំតែថ្ងៃម្ចាស់ក្រវែងចោលក្នុងកំណរសម្រាមតែប៉ុណ្ណោះសម្ដីដ៏មុតស្រួចទាំងនេះបានចាក់ទម្លុះចិត្តក្អមប្រេះបែកយ៉ាងខ្លាំងវាមិនដែលតបតឡើយបានត្រឹមតែនៅស្ងៀមស្ងាត់និងសម្លឹងមើលក្អមប្រេះរបស់ខ្លួនទាំងក្តីវេទនាវាកាន់តែមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកខុសវាតែងតែគិតក្នុងចិត្តថាមែនហើយអញពិតជាអន់ណាស់ម្ចាស់ខំថែរក្សាអញដុសខាត់អញតែអញបែរជាធ្វើឲ្យគាត់ហត់នឿយទទេអញមិនគួរកើតមកជាក្អមសោះបើកើតមកដើម្បីតែបង្កការលំបាកដល់អ្នកមានគុណបែបនេះរាល់យប់ពេលដែលនីសុកទុកក្អមទាំងពីរនៅគៀនជញ្ជាំងផ្ទះក្អមប្រេះតែងតែយំខ្សឹបខ្សួលម្នាក់ឯងក្នុងភាពងងឹតវាកាន់តែមានអារម្មណ៍ថាស្នាមប្រេះតូចមួយនោះកាន់តែរីកធំទៅនៅក្នុងចិត្តរបស់វាមិនហ៊ានសូម្បីតែសម្លឹងមើលទៅមុខនីសុកត្រង់វាមានអារម្មណ៍ថាខ្លួនវាគឺជាអ្នកលួចកម្លាំងញើសឈាមរបស់ម្ចាស់យកទៅចាក់ចោលលើដីខ្សាច់ដ៏ក្តៅស្ងួតហួតហែងសេចក្តីអាណិតខ្លួនឯងនិងសេចក្តីខ្មាស់អៀនបានធ្វើឲ្យក្អមប្រេះបែកសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាវាមិនអាចបន្តរស់នៅជាវត្ថុឥតប្រយោជន៍បែបនេះទៀតឡើយវាត្រូវតែនិយាយប្រាប់ម្ចាស់ឲ្យឈប់ប្រើប្រាស់វាដើម្បីកុំឲ្យម្ចាស់ត្រូវលំបាកដោយសារតែវាបន្តទៅទៀតថ្ងៃនោះព្រះអាទិត្យជះកម្ដៅក្តៅហួតហែងខុសពីធម្មតានីសុកបានរែកទឹកដើរត្រឡប់ពីទន្លេវិញទាំងញើសជោកខ្លួនហាក់បីដូចជាទើបតែងើបពីមុជទឹកពេលមកដល់ពាក់កណ្ដាលផ្លូវគេបានដាក់អំរែកចុះនៅក្រោមដើមជ្រៃធំមួយដើម្បីសម្រាកយកកម្លាំងស្រាប់តែពេលនោះសំឡេងខ្សឹបខ្សួលស្រាលបានពន្លឺឡើងចេញពីក្អមប្រេះនីសុកងើយឆ្ងល់ក៏អូនទៅជិតរួចសួរដោយក្តីបារម្ភថាក្អមសម្លាញ់តើឯងកើតអីបានជាយំខ្សឹបខ្សួលបែបនេះក្អមប្រេះបែកអាចទប់អារម្មណ៍បានទៀតហើយវាផ្ទុះយំចេញមកយ៉ាងខ្លាំងរួចនិយាយទាំងពោលដើមកថាលោកម្ចាស់អើយលោកម្ចាស់វីខ្ញុំឲ្យបែកខ្ទេចទៅហើយយកអំបែងខ្ញុំទៅក្រវែងចោលក្នុងទន្លេវិញចុះខ្ញុំពិតជាមានសេចក្តីអៀនខ្មាស់និងឈឺចាប់ណាស់ដែលរស់នៅធ្វើជាបន្ទុកដល់លោកម្ចាស់បែបនេះលោកម្ចាស់ខំភ្ញាក់តាំងពីព្រលឹមខំដើរកាត់កម្ដៅថ្ងៃទាំងអត់ឃ្លានដើម្បីដួតទឹកមកចិញ្ចឹមជីវិតប៉ុន្តែដោយសារតែស្នាមប្រេះដ៏អាក្រក់របស់ខ្ញុំមួយនេះវាបានលួចបង្ហូរទឹករបស់លោកម្ចាស់ចោលតាមផ្លូវជារៀងរាល់ថ្ងៃវាយំបន្តទាំងទន់ដៃទន់ជើងថារាល់ពេលទៅដល់ផ្ទះសេដ្ឋីលោកម្ចាស់សល់ទឹកត្រឹមតែពាក់កណ្ដាលក្អមប៉ុណ្ណោះខ្ញុំបានធ្វើឲ្យអស់កម្លាំងញើសឈាមរបស់លោកម្ចាស់ត្រូវខាតបង់ខ្ញុំមើលឃើញលោកម្ចាស់ហត់នឿយតែខ្ញុំបែរជាគ្មានសមត្ថភាពរក្សាទឹកឲ្យបានពេញដូចជាក្អមគេឯងឡើយខ្ញុំជារបស់ឥតប្រយោជន៍ខ្ញុំជាក្អមចង្រៃសូមលោកម្ចាស់ដោះលែងខ្លួនឯងពីខ្ញុំទៅហើយទិញក្អមថ្មីដែលល្អឥតខ្ចោះមកជំនួសឲ្យខ្ញុំចុះដើម្បីកុំឲ្យលោកម្ចាស់ត្រូវហត់នឿយដោយឥតន័យបែបនេះទៀតនៅពេលដែលឮពាក្យសារភាពដ៏ឈឺចាប់របស់ក្អមប្រេះនីសុកមិនត្រឹមតែមិនខឹងឡើយបែរជាមានទឹកមុខស្រពាន់និងពោពេញដោយក្តីមេត្តាបំផុតគេបានលូកដៃទៅអង្អែលស្នាមប្រេះនោះថ្នមហាក់ដូចជាកំពុងលួងលោមកូនតូចម្នាក់
រួចនិយាយដោយសំឡេងដ៏កក់ក្ដៅថាក្អមសម្លាញ់អើយជួឯងឈប់យំទៅឯងដឹងទេអញមិនដែលគិតថាឯងជាបន្ទុកឬជារបស់ឥតប្រយោជន៍ឡើយអ្វីដែលឯងគិតថាជាចំណុចខ្សោយនោះសម្រាប់អញវាគឺជាអំណោយដ៏វិសេសវិសាលបំផុតជួឯងងុតជូតទឹកភ្នែកឲ្យស្ងួតរួចនៅពេលដែលយើងដើរត្រឡប់ទៅផ្ទះវិញជួឯងក៏មើលទៅក្នុងក្អមទៀតអីតែជួឯងសម្លឹងមើលទៅដីតាមផ្លូវចិញ្ចើមផ្លូវដែលឯងនៅលើនោះចុះតើឯងនឹងបានមើលឃើញអ្វីខ្លះក្អមប្រេះងឿយឆ្ងល់ជាខ្លាំងវាមិនយល់ថាដីហុយតាមផ្លូវមានអ្វីអស្ចារ្យដែលត្រូវមើលនោះទេវាក៏ព្យាយាមឈប់យំរួចរងចាំមើលអាថ៌កំបាំងដែលម្ចាស់របស់វាចង់បង្ហាញនីសុកបានលើកអំរែកដាក់លើស្មារួចចាប់ផ្ដើមបោះជំហានដើរយឺតចេញពីក្រោមដើមជ្រៃសំដៅទៅកាន់ភូមិវិញក្អមប្រេះព្យាយាមធ្វើតាមសម្ដីរបស់ម្ចាស់វាឈប់សម្លឹងមើលស្នាមប្រេះលិចជ្រាបរបស់ខ្លួនឯងហើយចាប់ផ្ដើមងាកទៅសម្លឹងមើលដីខ្សាច់នៅតាមចិញ្ចើមផ្លូវដែលនៅខាងក្រោមវាវិញស្រាប់តែពេលនោះក្អមប្រេះត្រូវបើកភ្នែកធំទាំងក្តីស្រឡាំងកាំងនៅពេលដែលតាមដងផ្លូវដីហុយដែលធ្លាប់តែមើលទៅក្រៀមក្រោះបែកជាប្រែពណ៌ទៅដោយសួនផ្កាដ៏ស្រស់បំព្រងមានផ្កាព្រាយចម្រុះពណ៌រីកស្គុះស្គីហូរហែតាមផ្លូវខ្លះពណ៌ស្វាយខ្លះពណ៌លឿងទុំនិងខ្លះទៀតពណ៌សបរិសុទ្ធដុះតម្រៀបគ្នាជួរវែងអន្លាយតាមកន្លងដែលទឹកហូរស្រក់ចេញពីក្អមនោះឯងក្លិនផ្កាដ៏ក្រអូបឈ្ងុយឆ្ងប់បានភាយមកប៉ះនឹងក្អមប្រេះធ្វើឲ្យវាមានអារម្មណ៍ស្រស់ស្រាយដែលមិនធ្លាប់មានពីមុនមកវាឃើញមេអំដៅនិងឃ្មុំហើរក្រឡឹងជុំវិញផ្កាទាំងនោះយ៉ាងសប្បាយរីករាយក្អមប្រេះងាកទៅមើលខាងឆ្វេងម្ខាងទៀតនៃផ្លូវដែលជាម្ខាងរបស់ក្អមល្អស្ថិតនៅប៉ុន្តែនៅទីនោះគ្មានផ្កាសូម្បីតែមួយតងដីនៅខាងនោះគឺរឹងក្តៅនិងហួតហែងគួរឲ្យខ្លាចនេះសុកបាននិយាយទាំងស្នាមញញឹមដល់ទន់ភ្លន់ថាឯងមើលឃើញទេក្អមសម្លាញ់អញបានដឹងពីស្នាមប្រេះរបស់ឯងតាំងពីថ្ងៃដំបូងមកម្លេះហេតុនេះហើយទើបអញយកគ្រាប់ផ្កាព្រៃយ៉ាងច្រើនមកព្រុសនៅតាមចិញ្ចើមផ្លូវដែលខៅនៅខាងឯងជារៀងរាល់ព្រឹកដែលអញរែកយកឯងត្រឡប់មកវិញគឺស្នាមប្រេះរបស់ឯងនេះហើយដែលបានអំពេញតួនាទីជាអ្នកស្រោចទឹកយ៉ាងយកចិត្តទុកដាក់បំផុតបើគ្មានស្នាមប្រេះរបស់ឯងទេក៏គ្មានផ្កាដ៏ស្រស់ស្អាតទាំងនេះដុះឡើងដែរនេះសុកបន្តទៀតថារាល់ថ្ងៃក្រៅពីទឹកលក់ហើយអញក៏បានបេះផ្កាដែលឯងដាំទាំងនេះយកទៅដាក់ថ្វាយព្រះនៅវត្តនិងតុបតែងផ្ទះឲ្យមានសេចក្តីសុខបើគ្មានឯងទេអញក៏គ្មានសម្រស់ជីវិតបែបនេះដែរតើឯងនៅគិតថាខ្លួនឯងជារបស់ឥតប្រយោជន៍ទៀតទេក្អមប្រេះឮហើយក៏រំភើបចិត្តរហូតនិយាយអ្វីមិនចេញទឹកដែលធ្លាប់តែលិចចេញដោយសេចក្តីអៀនខ្មាស់បែរជាប្រែមកថាជាទឹកមុនដែលផ្ដល់ជីវិតដល់ផ្កាព្រៃរាប់រយពាន់តោងវាទើបតែដឹងថាស្នាមប្រេះដែលវាស្អប់បំផុតនោះឯងគឺជាអ្នកបង្កើតភាពអស្ចារ្យដល់ពិភពលោកចំណែកឯក្អមល្អវិញក៏ឈប់អួតអាងហើយឈប់ដើមសម្លឹងមើលក្អមប្រេះដោយក្តីអាណិតនិងយល់ពីតម្លៃនៃចំណុចខ្វាច់ខាតរបស់អ្នកដទៃនៅពេលដែលដើរមកដល់ផ្ទះ
នេះសុកបាត់ដាក់អម្រែកចុះយ៉ាងថ្នមថ្នមថ្ងៃនេះក្អមប្រេះលែងអន់មុខចុះដោយក្តីខ្មាស់អៀនទៀតហើយផ្ទុយទៅវិញវាបានអើបមុខសម្លឹងមើលព្រះអាទិត្យរៀបលិចដោយក្តីមោទនភាពវាបានយល់យ៉ាងច្បាស់ថាទោះបីជាវាមិនអាចរក្សាទឹកបានពេញដោយក្អមដតីក៏វានៅតែមានតម្លៃតាមរបៀបជារបស់វានេះសុកបានអង្គុយក្បែរក្អមទាំងពីររួចពោលពាក្យស្លោកមួយឃ្លាដែលធ្វើឲ្យក្អមទាំងពីរចងចាំអស់មួយជីវិតថានៅក្នុងលោកនេះគ្មានអ្វីដែលឥតខ្ចោះទាំងស្រុងនោះទេហើយក៏គ្មានអ្វីដែលឥតប្រយោជន៍ទាំងស្រុងដែរសំខាន់គឺយើងត្រូវចេះស្វែងរកចំណុចវិជ្ជមាននៅក្នុងចំណុចខ្វះខាតរបស់ខ្លួនឯងតម្លៃអប់រំនៃរឿងនិទាននេះចង់ដាស់តឿនយើងគ្រប់គ្នាថា 1. កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃមនុស្សម្នាក់កើតមកមានបញ្ហារៀងខ្លួនអ្នកខ្លះខ្វះចំណេះដឹងអ្នកខ្លះខ្វះទ្រព្យសម្បត្តិអ្នកខ្លះខ្វះសម្រស់ប៉ុន្តែបញ្ហាទាំងនោះមិនមែនជាឧបសគ្គដែលរារាំងយើងមិនឲ្យសាងអំពើល្អនោះឡើយ 2. ចំណុចខ្សោយអាចក្លាយជាចំណុចខ្លាំងប្រសិនបើយើងចេះប្រើប្រាស់ចំណុចខ្វះខាតឲ្យចំគោលដៅវានឹងក្លាយជាសម្រស់ដ៏អស្ចារ្យដូចជាក្អមប្រេះប្រសិនបើវាមិនលិចទឹកទេការតាមដងផ្លូវក៏មិនអាចរីកស្គុះស្គីបានដែរ 3. ការផ្ដល់តម្លៃឲ្យគ្នាមនុស្សដែលល្អឥតខ្ចោះគឺដូចជាក្អមល្អមិនគួរមើលងាយអ្នកដែលមានចំណុចខ្វះខាតឡើយព្រោះតែយើងម្នាក់សុទ្ធតែមានតួនាទីរៀងខ្លួនក្នុងការធ្វើឲ្យពិភពលោកនេះមានភាពស្រស់បំព្រងនិងគួរជាទីរស់នៅចូលចង់ถามថាបញ្ហានៅក្នុងជីវិតរបស់អ្នកមិនមែនជាការបរាជ័យនោះទេតែវាគឺជាចន្លោះប្រហោងដែលអនុញ្ញាតឲ្យពន្លឺនិងសម្រស់នៃក្តីសង្ឃឹមអាចចាំងចូលនៅក្នុងជីវិតរបស់អ្នកបាននៅពេលដែលអ្នកបានដឹងបានឃើញពីចំណុចខ្វះខាតរបស់ខ្លួនគួរកុំស្អប់ខ្ពើមវាគួររៀនពីវាហើយរីករាយជាមួយវានិងបន្តទៅថ្ងៃអនាគតខំប្រឹងកែប្រែនៅចំណុចខ្វះខាតរបស់ខ្លួនហើយការរស់នៅដែលឲ្យតម្លៃគ្នាគឺប្រៀបដូចជាយើងចេះស្រឡាញ់ចេះថ្នាក់ថ្នមមេត្តាគ្នាក្នុងការរស់នៅជាមួយគ្នាសេចក្តីសុខនៃភាពសាមគ្គីគឺជាអាវុធអាចជំនះគ្រប់បញ្ហាទាំងពួងទាំងឡាយបាន